គម្ពីរអេសេគៀលជំពូកទី8ហោរាអេសេគៀលបានឃើញនិមិត្តអំពីសេរីរុងរឿងរបស់ព្រះអម្ចាស់កំពុងចេញពីព្រះវិហារវាជាទស្សនវិជ្ជាមួយនៃការជំនុំជម្រះរបស់ព្រះលើសាសអ៊ីស្រាអែលប៉ុន្តែនៅពេលដែលការកំសាន្តចិត្តរបស់ព្រះសម្រាប់សាសអ៊ីស្រាអែលបានចាប់ផ្ដើមទេវតារបស់ព្រះអម្ចាស់បាននាំហោរាអេសេគៀលត្រឡប់ទៅព្រះវិហារនៅក្រុងយេរូសាឡិមវិញបន្ទាប់មកនៅត្រង់ទ្វារខាងកើតនៃព្រះវិហារព្រះអម្ចាស់បានបង្ហាញហោរាអេសេគៀលនៅទស្សនវិជ្ជានៃសេរីរុងរឿងរបស់ព្រះដែលចូលទៅក្នុងព្រះវិហារម្ដងទៀតសំឡេងនៅពេលនោះត្រូវបានគេនិយាយថាជាសំឡេងរលកបោកបក់ហើយផែនដីត្រូវបានភ្លឺដោយពន្លឺរបស់ទ្រង់ព្រះគម្ពីរបានប្រើឃ្លាម្ដងហើយម្ដងទៀតថាទ្រង់នាំខ្ញុំហោរាអេសេគៀលបានដើរតាមទ្រង់ជុំវិញព្រះវិហារនៅក្នុងព្រះគម្ពីរអេសេគៀលជំពូកទី47នៅពេលដែលហោរាអេសេគៀលត្រឡប់ទៅទ្វារខាងកើតនៃព្រះវិហារវិញគាត់បានឃើញទឹកហូរចេញពីមាត់ទ្វារព្រះវិហារគាត់បានដើរតាមទឹកដែលហូរនោះទេវតារបស់ព្រះអម្ចាស់បានយកខ្សែសម្រាប់វាស់ហើយដើរជាមួយហោរាអេសេគៀលបាន500ម៉ែត្ររួចហើយបានប្រាប់ហោរាអេសេគៀលឲ្យឆ្លងកាត់ទឹកនោះនៅពេលដែលហោរាអេសេគៀលឆ្លងកាត់ទឹកដែលហូរចេញពីព្រះវិហារបានដល់ត្រឹមកជើងរបស់គាត់លោកបានយកខ្សែសម្រាប់វាស់ម្ដងទៀតហើយដើរបាន500ម៉ែត្របន្ទាប់មកលោកបានប្រាប់ហោរាអេសេគៀលឲ្យឆ្លងកាត់ទឹកនោះម្ដងទៀតនៅពេលដែលហោរាអេសេគៀលឆ្លងកាត់ម្ដងទៀតទឹកដែលធ្លាប់ដល់ត្រឹមកជើងរបស់គាត់បានឡើងដល់ត្រឹមជង្គង់បន្ទាប់ពីដើរ500ម៉ែត្របែបនេះទឹកបានឡើងដល់ចង្កេះជារៀងរាល់ពេលដែលឆ្លងកាត់ហើយបន្ទាប់មកវាក្លាយទៅជាទន្លេដែលមិនអាចឆ្លងកាត់បានតើមានអ្វីកើតឡើងនៅពេលដែលទឹកដែលហូរចេញពីទ្វារខាងកើតនៃព្រះវិហារបានក្លាយទៅជាទន្លេអេសេគៀលហៀបនឹងឆ្លងទន្លេជាមួយនឹងលោកពេលដែលពួកគេឡើងលើភ្នំមួយហើយពួកគេបានឃើញទិដ្ឋភាពដ៏អស្ចារ្យមួយតើមិនមានដើមឈើច្រើននៅលើភ្នំទេឬកន្លែងណាដែលមានទឹកជីវិតក៏ដុះលូតលាស់ដែរទ្រង់បានប្រាប់ហោរាអេសេគៀលថាទន្លេនេះនឹងហូរចូលទៅក្នុងសមុទ្រទឹកហូរពីព្រះវិហារនឹងហូរទៅកាន់សមុទ្រមរណៈដែលគេស្គាល់ថាជាទឹកនៃសេចក្តីស្លាប់ហើយស្ដារធ្វើឲ្យមានជីវិតឡើងវិញបន្ទាប់មកត្រីគ្រប់ប្រភេទនឹងកើនឡើងហើយអ្នកនេសាទនឹងឈរនៅតាមច្រាំងសមុទ្រប៉ុន្តែនៅតែមានរឿងគួរឲ្យខ្លាចមួយទៀតដែលត្រូវនិយាយទ្រង់ប្រាប់ហោរាអេសេគៀលថាគ្រប់ទីកន្លែងដែលទឹកហូរចេញពីព្រះវិហារទៅជីវិតនឹងបានចម្រើនប៉ុន្តែវាលភក់និងល្បាប់ភក់ដែលមិនអាចទ្រទ្រង់លំហូរនេះបាននឹងមិនរស់នៅឡើយហើយនឹងក្លាយទៅជាប្រែកបងប្អូនអើយសេរីរុងរឿងដែលចាក់បំពេញព្រះវិហារនឹងមិនមកក្នុងទម្រង់ដែលយើងមិនអាចនឹកស្មានដល់នោះទេប៉ុន្តែនឹងមកដល់យើងដូចជាទឹកដែលយើងឃើញក្នុងជីវិតប្រចាំថ្ងៃរបស់យើងហើយសេរីរុងរឿងរបស់ព្រះនឹងក្លាយជាជីវិតដោយផ្ដល់ជីវិតដល់អ្វីៗទាំងអស់ចាប់ពីរុក្ខជាតិតូចបំផុតនៅលើផែនដីនេះរហូតដល់ត្រីព្រមទាំងយើងដែលរស់នៅទីនោះផងដែរដូច្នេះនិមិត្តរបស់ហោរាអេសេគៀលដែលបានចាប់ផ្ដើមជារឿងនៃការជំនុំជម្រះបានបញ្ចប់ដោយរឿងនៃសេចក្តីសង្ឃឹមគឺការទទួលបទពិសោធន៍នៅសេរីរុងរឿងរបស់ព្រះនិងការទទួលបានជីវិតដែលទ្រង់ប្រទាន